តើអ្វីទៅគឺជា conic ចំណងជើងមេរៀន conic នេះមកពីពាក្យជាភាសាអង់គ្លេសថា conic sections ដែលជាការរួមផ្សំបញ្ចូលគ្នារវាងពាក្យពីរគឺពាក្យ conic ដែលមកពីពាក្យថា cone ហ្នឹងបើយើងប្រែឲ្យចំគឺគេសំដៅទៅលើរូបរាងធរណីមាត្រដែលយើងហៅថា cone ហើយពាក្យមួយទៀតគឺពាក្យ sections បើយើងប្រែក្នុងន័យជានាមប្រែថាផ្នែកតែបើយើងប្រែក្នុងន័យជាកិរិយាសព្ទយើងប្រែថាការបែងចែកអ្វីមួយជាផ្នែកអីចឹងទៅអញ្ចឹងបើយោងទៅតាមអត្ថន័យនៃពាក្យកន្លឹះទាំងពីរហ្នឹងយើងសរុបន័យមកពាក្យថា conic section ឬក៏មេរៀន conic ហ្នឹងគឺគេសំដៅទៅលើការសិក្សាទៅលើការបែងចែកជាផ្នែកនៃ cone មកដល់ចំណុចនេះអ្នកទាំងអស់គ្នាប្រហែលជារៀងច្របល់ថាសិក្សាទៅលើការបែងចែកជាផ្នែកនៃ cone មួយទៅអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបកស្រាយលម្អិតតាក់ទងទៅនឹង conic ហ្នឹងឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសម័យមើលនៅទស្សនវិជ្ជាមួយបើសិនជាខ្ញុំមានពូកោន2ដែលមានទម្រង់ជា 3D ហើយបាតនៃកោនមួយគឺផ្កាទៅខាងលើចំណែកបាតនៃកោនមួយទៀតគឺផ្កាប់ចុះទៅក្រោមហើយចុងស្រួចរបស់កោនទាំងពីរហ្នឹងវាផ្អឹបជាប់គ្នាហើយខ្ញុំយកផ្ទៃរាបស្មើមួយយកមកពុះកោនហ្នឹងពីផ្នែកម្ខាងទៅផ្នែកម្ខាងអញ្ចឹងខ្ញុំនឹងបានជារូបរាងមួយហៅថារង្វង់អញ្ចឹងរង្វង់ហ្នឹងយើងអាចមើលឃើញតាមបែបណាបើសិនជាយើងនៅក្នុងជីវិតពិតយើងយកកោនហ្នឹងយកមកពុះអញ្ចឹងបែបហ្នឹងមែនតើយើងអើតមើលពីខាងលើប្រហោងនៃកោនហ្នឹងទៅយើងនឹងឃើញទម្រង់ជារង្វង់ហើយដែលកើតឡើងពីការយកផ្ទៃរាបស្មើមួយយកមកពុះកោនហ្នឹងពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀតហ្នឹងបើសិនជាខ្ញុំយកផ្ទៃរាបស្មើហ្នឹងយកទៅពុះកោនណាមួយពីផ្នែកម្ខាងទៅផ្នែកម្ខាងដដែលប៉ុន្តែខ្ញុំពុះជាលក្ខណៈរាងប្រឆិតបែបនេះអញ្ចឹងវានឹងកើតជាទម្រង់មួយទៀតដែលយើងហៅថា ellipse ទាំង ellipse ហ្នឹងវាស្តៀងទៅនឹងរូបរាងពណ៌មាន់ណាយើងអាចឃើញតាមរយៈការមើលពីខាងលើអញ្ចឹងដដែលគឺវាបង្កើតចេញពីការយកផ្ទៃរាបស្មើមួយយកមកពុះកោនហ្នឹងពីផ្នែកម្ខាងទៅផ្នែកម្ខាងប៉ុន្តែខុសប្លែកពីយើងពុះលើកទី1លើកនេះយើងពុះជាលក្ខណៈប្រឆិតតែម្ដងអញ្ចឹងរូបរាងដែលបង្កើតឲ្យយើងបានឃើញហ្នឹងមិនមែនជារង្វង់ទេវាជារូបរាងដែលស្តៀងនឹងពណ៌មាន់ដែលយើងហៅថា ellipseបើសិនជាខ្ញុំយកផ្ទៃរាបស្មើនឹងដដែលយកមកពុះកោននឹងម្ដងទៀតប៉ុន្តែខ្ញុំមិនពុះពីផ្នែកម្ខាងទៅផ្នែកម្ខាងទេខ្ញុំពុះពីខាងលើម្ដងពីបាតវាទៅខាងផ្នែកណាមួយនៃកោននឹងឧទាហរណ៍ថានេះជាកោនខ្ញុំឧទាហរណ៍បើសិនជាខ្ញុំពុះពីបាតលើចេះធ្លុះមកខាងនេះអាហ្នឹងយើងនឹងបង្កើតបានជារូបរាងមួយទៀតដែលយើងហៅថា parabol អញ្ចឹងរូបរាងនេះគឺកើតឡើងពីការពុះដដែលប៉ុន្តែវាខុសពីរង្វង់ហើយនឹង ellipse ដែលវាមិនមែនជាការពុះពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀតនៃកោនទេប៉ុន្តែវាកើតចេញពីការពុះពីផ្នែកបាតទៅកាន់ផ្នែកណាមួយនៃកោនជាចុងក្រោយខ្ញុំនឹងពុះកោននឹងម្ដងទៀតប៉ុន្តែលើកនេះខ្ញុំមិនមែនពុះកោនណាមួយទេខ្ញុំពុះកោននឹងម្ដងទាំងពីរមកខ្ញុំពុះពីបាតនៃកោនខាងលើធ្លុះមកកាន់បាតនៃកោនខាងក្រោមមិញហ្នឹងយើងមិនមានរូបកោនពីរក្នុងទម្រង់ជា 3D ហើយកោនពីរហ្នឹងវាមានចុងវាទល់គ្នាបែបនេះអញ្ចឹងលើកនេះខ្ញុំពុះដដែលប៉ុន្តែមិនមែនពុះពីម្ខាងទៅម្ខាងហើយក៏មិនមែនពុះពីបាតទៅខាងនៃផ្នែកកោនណាមួយដែរប៉ុន្តែលើកនេះខ្ញុំពុះកោននឹងម្ដងទាំងពីរមកពុះពីបាតនៃកោនខាងលើធ្លុះមកបាតនៃកោនខាងក្រោមអញ្ចឹងលើកនេះយើងនឹងបង្កើតបានទៅជារូបរាងមួយទៀតដែលយើងស្គាល់ថា epibol អញ្ចឹងយើងសរុបមកវិញការសិក្សាទៅលើ conic គឺជាការសិក្សាទៅលើខ្សែកោងដែលបង្កើតឡើងដោយការពុះកោងជាផ្នែកដោយដែលខ្ញុំបានបង្ហាញមិញនឹងឯងហើយប្រភេទនៃ conic គឺបែងចែកចេញជា4ដោយដែលខ្ញុំបានបង្ហាញមិញទី1គឺរង្វង់ទី2គឺ ellipse ទី3គឺ parabol ហើយជាចុងក្រោយគឺ epibol ហើយប្រភេទនៃ conic នីមួយៗហ្នឹងវាសុទ្ធតែមានទម្រង់ស្តង់ដាររបស់វាដែលទម្រង់ស្តង់ដាររបស់វានីមួយៗហ្នឹងគឺគេប្រើដើម្បីសិក្សាទៅលើសមីការ conic ដែលក្នុងទម្រង់ជាបច្ចេកនិកហើយក៏គេអាចយកសិក្សាទៅលើទីតាំងនៃផ្នែកផ្សេងៗរបស់ពួកវានៅលើក្រាហ្វនៅក្នុងវីដេអូក្រោយៗទៀតខ្ញុំនឹងព្យាយាមបកស្រាយលម្អិតអំពីប្រភេទនៃ conic នីមួយៗនិងផ្នែកផ្សេងៗរបស់វាហើយខ្ញុំនឹងបកស្រាយលម្អិតអំពីទម្រង់ស្តង់ដាររបស់conic នីមួយៗនឹងថាវាកើតឡើងដូចម្ដេចនិងមានប្រភពមកពីណាដោយសារតែពេលដែលយើងរៀនយើងធ្លាប់តែបានរូបមន្តមកស្រាប់ៗអញ្ចឹងយើងគ្រាន់តែទិញរូបមន្តទាំងអស់ហ្នឹងឲ្យចាំទៅយើងអាចដោះស្រាយលំហាត់ផ្សេងៗដែលជាប់ពាក់ព័ន្ធនឹង conic បានហើយអញ្ចឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាធ្លាប់ឆ្ងល់ថាគេធ្វើម៉េចទើបបានសមីការស្តង់ដារឬក៏ទម្រង់ស្តង់ដាររបស់ conic ទាំងអស់ហ្នឹងមកអញ្ចឹងនៅក្នុងវីដេអូក្រោយៗខ្ញុំនឹងព្យាយាមបកស្រាយលម្អិតឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាអ្នកទាំងអស់គ្នាចង់ជួយ support ការធ្វើវីដេអូរបស់ខ្ញុំអ្នកទាំងអស់គ្នាអាច support ខ្ញុំបានតាមរយៈការជួយទិញសៀវភៅរបស់ខ្ញុំដែលសៀវភៅដែលខ្ញុំលក់មាន3ប្រភេទដូចជាសៀវភៅកម្រងវិញ្ញាសាសម្រាប់ធៀបប្រឡងបាក់ឌុបមានសម្រាប់ថ្នាក់សង្គមនិងថ្នាក់វិទ្យាសាស្ត្រហើយសៀវភៅមួយប្រភេទទៀតគឺសៀវភៅទៅលើនៃការសិក្សាអនាគមសៀវភៅទាំង3ប្រភេទហ្នឹងសុទ្ធតែល្អដូចគ្នាហើយខ្ញុំ recommend ខ្លាំងសម្រាប់បងប្អូនដែលថ្នាក់ទី11ធៀបចូលទី12ហើយនិងបងប្អូនទី12ដែលធៀបប្រឡងបាក់ឌុបអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នា
ទិញយកទៅមើលខ្ញុំហ៊ានធានាថាខ្លឹមសារដែលមាននៅក្នុងសៀវភៅហ្នឹងគឺល្អហើយលំហាត់ដែលគេដោះស្រាយឲ្យយើងមើលពីមតនការទៅមតនការគឺគេធ្វើឲ្យយើងងាយស្រួលមើលដើម្បីងាយស្រួលចាប់បានអញ្ចឹងអត់មានអីច្រើនទេអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ